Tình huống chặtពេកលោកជំទាវហ៊ុនស៊ីណាតចេញមករិះគន់អុកញ៉ាអឹងគឹមហុងនិងភរិយាក្រោយពីថតរូបអួតគ្រឿងពេជ្ររាប់សិបលានដុល្លារខណៈដែលរាជកំពុងតែក្របាទសូមរំលឹកផងដែរថាកាលពីដើមឆ្នាំ2021លោកអុកញ៉ាអឹងគឹមហុងនិងភរិយាលោកស្រីសុកត្រីអូនអគ្គនាយិកាក្រុមហ៊ុន UPP Salon និង Cosmetic ក៏បានចាប់ផ្ដើមសាងភូមិគ្រឹះផ្ទាល់ខ្លួនដ៏ស្វិមស្កៃមួយនៅផ្លូវ2004មានឈ្មោះថាភូមិគ្រឹះអុកញ៉ាគួរឲ្យស្រឡាញ់ចំណាយប្រាក់អស់ប្រមាណជាង75លានដុល្លារដែលគិតអធិស្ឋានគឺដោយមិនគិតថ្លៃដីនិងបានសាងសង់រួចរាល់ 100% កាលពីខែមេសាឆ្នាំ2023កន្លងទៅបច្ចុប្បន្នបានកាលពីល្ងាចថ្ងៃទី16ខែមិនិនាឆ្នាំ2025កន្លងទៅនេះក៏បានឃើញវីដេអូរបស់លោកអុកញ៉ាអឹងគឹមហុងបាននឹងភរិយាមួយឃ្លីបទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយនៅក្នុងឃ្លីបវីដេអូនោះគេក៏បានឃើញថាលោកអុកញ៉ាអឹងគឹមហុងនិងភរិយាក៏បានបញ្ជាក់ឬក៏បានបំពាក់គ្រឿងអលង្ការនៅក្នុងដៃជិត2លានដុល្លារឯណោះបាទដើម្បីចូលរួមកម្មវិធីមង្គលការកូនប្រុសអុកញ៉ាលឹមបូណាបាទជាមួយគ្នានោះផងដែរបន្ទាប់ពីបានឃើញវីដេអូបង្ហាញឈុតគ្រឿងអលង្ការរបស់អុកញ៉ាអឹងគឹមហុងនិងភរិយាធ្វើឲ្យលោកជំទាវហ៊ុនស៊ិនណាតទ្រាំមិនបានក៏បានពោលពាក្យបែបនេះលើបណ្ដាញសង្គម Facebook ដូចនេះថាហើយមិនមានប្រយោជន៍ដល់សង្គមមែនប្រឹងផ្សាយម្លឹងរាជកំពុងតែក្រហើយចាំបាច់ពួតម្លេះអ្នកមានសម័យថ្មីអើយនេះអារាស្មាច់វាងាប់ទេបើវានៅរស់មិនដឹងយ៉ាងណាទេបើយ៉ាងណាមិញបើវីលៀមកិច្ចមិនជាប់គុកទេនោះពួតបែបនេះបើខ្ញីបាត់ញាតព្រះធរមិនតន់ផ្លេចទេការនោះគឺមានអុកញ៉ាអួតមានបើមានអីវីលៀមកិច្ចតែប្លន់តែម្ដងបើយ៉ាងណាមិញគឺរឿងរ៉ាវនេះគឺពិតជាប្លែកបងប្អូនបាទចំពោះអុកញ៉ាណាបាទគឺគាត់លក្ខណៈថាសម្ញែងមានទ្រព្យសម្បត្តិខ្លាំងមែនតើហើយជាពិសេសអ្វីដែលចាប់អារម្មណ៍ខ្លាំងទៀតនោះគឺករណីថ្មីនេះបាទគឺជំទាវអុកញ៉ាបាទបង្ហោះវីដេអូមួយតាក់ទងទៅនឹងបាទគាត់ចំណាយលុយតែ 25,000 រៀលទេគឺគាត់ទិញមកហូបទិញបន្លែផ្លែគឺគាត់បន្លែបាទគ្រឿងសាច់ហ្នឹងធ្វើមកហូប20នាក់ឯណោះដែលនេះជារឿងថាមានការផ្ទុះមែនតែនចំពោះករណីហ្នឹងតែគាត់ថាគាត់ចំណាយតែ 25,000 រៀលទេប៉ុន្តែគាត់អាចឲ្យមនុស្ស20នាក់ហូបបានបាទមិនធម្មតាទេសម័យឥឡូវ 25,000 រៀលអាចបាទធ្វើម្ហូបឲ្យមនុស្សហូបរហូតដល់បាទ20នាក់មិនធម្មតាបាទនេះជារឿងថាពិតជាមិនគួរឲ្យជឿណាបាទហើយព័ត៌មាននេះដែរគឺមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា